សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy យើងជួបគ្នាជាមួយនៅវីដេអូថ្មីដែលថ្ងៃនេះផងដែរយើងធ្វើការនិយាយអំពីជំហានដែល Luffy អាចនឹងក្លាយទៅជាស្ដេចចៅសមុទ្រនៅក្នុងពិភព One Piece អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាក៏ពិតចុច Subscribe មកលើ Channel ខ្ញុំម្នាក់មួយតោះយើងទស្សនាទាំងអស់គ្នា Let's go និយាយដល់ថ្ងៃថាជំហាននីមួយៗដែល Luffy អាចក្លាយជាស្ដេចចៅសមុទ្រហ្នឹងគឺវាមិនងាយស្រួលទេដូច្នេះជំហានទី1នោះគឺការទៅដល់ Coast Last Hall ដែលជាកោះចុងក្រោយនៅក្នុងពិភព One Piece ហើយនឹងត្រូវស្វែងរកជាមួយនឹងកំណប់ One Piece មិនត្រឹមតែ Luffy ត្រូវស្វែងរកកំណប់ One Piece ទេគឺ Luffy ក៏ត្រូវការស្វែងរកនិងត្រូវការប្រមូលជាមួយនឹង Road Poneglyph ចំនួន4ដែលសប្តាហ៍ថ្ងៃនេះគឺមានតែយន្តគោប្រមាណអ្នកទេដែលពួកគាត់ដឹងដូច្នេះ Luffy ត្រូវធ្វើដំណើរទៅកាន់កោះចុងក្រោយនៅក្នុង Grand Line គឺកោះ Last Hall ហើយវាជាទីតាំងមួយដែល Roger បានឃើញ One Piece ហើយក៏បានលាក់ One Piece ហើយដើម្បីឲ្យ Luffy គាត់ទៅរកជាមួយនឹងកោះ Last Hall នឹងបានគឺគាត់ត្រូវការស្វែងរកជាមួយនឹង Road Poneglyph ចំនួន4ដែលសប្តាហ៍ថ្ងៃនេះគឺមានតែយន្តគោប្រមាណអ្នកទេដែលពួកគាត់ដឹងអំពីកន្លែងសម្ងាត់នៃ Poneglyph ហ្នឹងហើយជំហានទី2នោះគឺការផ្ដួលជាមួយនឹងសត្រូវដ៏ខ្លាំងរបស់ Luffy ដើម្បីក្លាយជាស្ដេចចៅសមុទ្រដែលខ្លាំងម្នាក់គឺ Luffy មិនមែនត្រឹមតែមានជាមួយនឹងកំណប់ One Piece ហើយទៅរកជាមួយនឹង Poneglyph ដើម្បីទៅដល់កោះ Last Hall ទេគឺ Luffy ក៏ត្រូវការឈ្នះជាមួយនឹងសត្រូវដ៏ខ្លាំងរបស់គាត់ដែរដែលសត្រូវខ្លាំងដែល Luffy អាចនឹងប្រយុទ្ធជាមួយនឹងគឺមានជាមួយនឹង Blackbeard ដែល Blackbeard ហ្នឹងហើយគឺគាត់មានបំណងក្លាយជា Pirate King ដូចជាមួយនឹង Luffy ដែរហើយចំណែកឯ Akainu វិញគឺគាត់ជាអ្នកដឹកនាំ Navy យ៉ាងឃោរឃៅដូច្នេះប្រសិនបើយើងអាចឈ្នះគាត់គឺ Luffy នឹងមានសង្ឃឹមក្លាយទៅជាស្ដេចចៅសមុទ្រខ្ពស់ខ្លាំងមែនទែនហើយនឹងទីចុងក្រោយនោះគឺអ្នកដែលមានគ្រោះថ្នាក់ខ្លាំងជាងគេគឺ Imu Sama Luffy ត្រូវការប្រយុទ្ធជាមួយនឹង Imu ដ៏គ្រោះថ្នាក់បំផុតដើម្បីឈ្នះអ្នកទាំងអស់នេះជំហានទី3នោះគឺក្លាយជាមនុស្សដែលចៅសមុទ្រគ្រប់គ្នាគឺគោរពដែលចៅសមុទ្រមិនមែនជាមនុស្សដែលខ្លាំងតែប៉ុណ្ណោះទេគឺគាត់ត្រូវជាមនុស្សដែលមាន Pirate ផ្សេងទៀតគោរពគាត់Luffy ត្រូវបង្កើតឥទ្ធិពលជារួមនៅក្នុងពិភព Pirate Luffy គឺត្រូវមានជាមួយនឹងកងទ័ពហើយកងទ័ពរបស់គាត់គឺអាចបង្កើតមានពីការចូលមិត្តភាពជាមួយនឹងក្រុម Pirate ខ្លាំងជាច្រើនអ្នកដែលគាត់មានកងទ័ពដូច្នេះ Luffy នឹងមានគ្នាកាន់តែច្រើនឡើងដើម្បីក្លាយទៅជាស្ដេចចៅសមុទ្រនៅក្នុងថ្ងៃអនាគតហើយជំហានទី4វិញគឺការរកឃើញ One Piece និងបង្ហាញពីន័យរបស់វាយើងក៏មិនទាន់ដឹងដែរថាកំណប់ One Piece នេះគឺជាអ្វីប៉ុន្តែបើតាមការតាមfan មួយចំនួនគឺគេនិយាយថាកំណប់ One Piece នេះគឺបន្សល់ទុកដោយ Joy Boy ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រពិត Goldie Roger គឺបានសោកនៅពេលដែលឃើញវាហើយ Luffy ត្រូវដំណើរការក្នុងគោលបំណងដើម្បីបង្ហាញពីអត្ថន័យពិតនៃកំណប់ One Piece មួយនេះជំហានទី5នោះគឺការបង្កើតជាមួយនៅពិភពចោលសមុទ្រថ្មី Luffy គឺគាត់មិនចង់ខ្លាចជាអ្នកគ្រប់គ្រងអ្នកដទៃទេពីព្រោះតែគាត់ចង់ឲ្យមនុស្សទាំងអស់គ្នាគឺមានជាមួយនឹងសេរីភាពPirate King គឺមិនមែនជាព្រះទេតែជានិមិត្តសញ្ញាដែលបង្រៀនថាមនុស្សគ្រប់គ្នាមានសិទ្ធិសេរីភាពដូចគ្នាចំណែកឯជំហានទី6វិញគឺការអភិវឌ្ឍអំណាចនិងសមត្ថភាពខ្លួនឯងដែលពាក្យខ្លួនឯងនេះគឺខ្ញុំចង់សម្ដៅទៅលើ Luffy អ្នកទាំងអស់គ្នាដោយការអានលុបហ្គេទី5របស់ Luffy ប្រើជាមួយនឹងកងក្រ Haki នៅកម្រិតខ្ពស់បំផុត Luffy ក្លាយជាទម្រង់ Nika Sun God តែ Luffy ត្រូវរៀនប្រើវាឲ្យពេញលេញនិងជាពិសេសនៅពេលប្រយុទ្ធជាមួយនឹង Blackbeard ឬ Imuហើយមិនត្រឹមតែ Luffy គឺខ្លាំងប៉ុណ្នេះទេគឺ Haki ជាមួយនឹងសមត្ថភាពផ្សេងៗរបស់គាត់ក៏ត្រូវតែខ្លាំងដែរដូចជាល្បិចដូចជាប្រាជ្ញាអីចឹងចំណែកឯជំហានទី7វិញគឺ Luffy ត្រូវការសហការជាមួយនឹងដៃគូឬក៏ចូលមិត្តភាពជាមួយនឹងក្រុមចៅសមុទ្រផ្សេងទៀតដែលមានអំណាចដូច្នេះក្រុម Straw Hat Pirate គឺមិនត្រឹមតែជាក្រុមធម្មតាទេពួកគេគឺត្រូវការចូលមិត្តភាពជាមួយនឹងក្រុមផ្សេងទៀតដែលមានដៃគូដូចជា Law Yamato Sabo ហើយក៏យើងអាចគិតថាប្រហែលជាមានផ្សេងមួយទៀតដែរគឺ Luffy ត្រូវចាប់ក្តីជាមួយនឹងក្រុមចៅសមុទ្ររបស់ពួកគាត់ហើយក៏អាចនឹងធ្វើការរាប់អានគ្នាជាមិត្តភាពមួយអញ្ចឹងទៅការចូលមិត្តភាពបែបនេះគឺអាចជាផ្លូវមួយដែលជួយឲ្យ Luffy ក្លាយទៅជា Pirate King ផងដែរជំហានទី8គឺការដែល Luffy ត្រូវធ្វើឲ្យពិភពលោកទទួលស្គាល់គាត់ក្រោយពី Luffy ជួយប្រទេសជាច្រើនឲ្យមានសេរីភាពដូចជា Alabasta, Dressrosa និង Wano គេក្លាយជាអ្នកគ្រប់គ្រងចិត្តមនុស្សហើយមនុស្សជាច្រើនហ្នឹងគឺតែងតែគោរពមកលើ Luffy និងដឹងគុណមកលើ Luffy ជានិច្ចដូច្នេះ Luffy នឹងអាចធ្វើឲ្យពិភពលោកទទួលស្គាល់គាត់និងគោរពមកលើគាត់ផងដែរជំហានទី9គឺការបំបត្តិជាមួយនឹង World Government Celestial Dragon ជាគ្រួសារដែលសម្លាប់សេរីភាពអ្នកដទៃដូច្នេះ Luffy ត្រូវប្រយុទ្ធជាមួយនឹង Maritos ហើយព្រមទាំងប្រយុទ្ធជាមួយនឹង Fire Elder ឬក៏យើងហៅពួកគាត់ហៅតាចាស់ទាំង5ហ្នឹងហើយយ៉ាងមួយទៀតគឺ Luffy ត្រូវបំផ្លាញអំណាចល្បិចដែលលាក់ដោយ World Century ហើយយើងចូលទៅកាន់ជំហានចុងក្រោយគឺជាជំហានទី10គឺការបំភ្លឺអំពី D-Clan និងអតីតកាលរបស់ Joy Boy Monkey D Luffy គឺជាជនម្នាក់ដែលនៅក្នុងត្រកូល D-Clan ឬក៏យើងហៅពួកគាត់ថា Wheel of D ការស្រាវជ្រាវអំពីប្រវត្តិសាស្ត្របាត់បង់គឺ
គឺ Ward Century និងតួនាទីរបស់ Joy Boy នឹងធ្វើឲ្យគាត់បង្ហាញពីភាពពិតដល់ Pirate ទាំងមូលដូច្នេះក្តីសម័យក្លាយជា Pirate King របស់ Luffy មិនមែនសម្រាប់មនុស្សដើម្បីយកអំណាចទេវាគឺជាការរកឃើញសេរីភាពពិតនិងការបង្កើតពិភពឲ្យមានសុភមង្គលហើយប្រសិនបើ Luffy អាចធ្វើបែបនេះបានគឺ Luffy អាចនឹងក្លាយទៅជាស្ដេចចោលសមុទ្រនៅក្នុងពិភព One Piece អូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាគ្នាយើងនឹងពេញចិត្តកុំភ្លេច like subscribe មកលើ channel ខ្ញុំម្នាក់មួយហើយអធិស្ឋានខ្លាំងមែនតើបើសិនមកមានកំហុសខុសឆ្គងនៅក្នុងវីដេអូនេះអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតអ្នកទាំងអស់គ្នាបាយបាយ